đó kia à lời này dương cho một can mê điên bao dương thay tiệt á ngàyนี้คือខ្ញុំធ្វើការបង្ហាញប្រព័ន្ធតំណែងការដាក់កាតធនាគារចូលតាមរយៈទូរស័ព្ទដៃវិញម្ដងអត់ប្របាក់ទេអញ្ចឹងដើម្បីយើងអាចភ្ជាប់កាតបានធ្វើការ book page នោះបងប្អូនចូលមកកាន់ Meta ADS ដែលជា app មួយយើងធ្វើការដំឡើងមក download មកនេះនៅក្នុង Play Store ឬក៏ App Store បងប្អូនធ្វើការដំឡើងមកអញ្ចឹងនៅពេលដែលយើងធ្វើការដំឡើងមកយើងចូលទៅកាន់ Meta ADS នៅពេលដែលយើងដំឡើងរួចរាល់យើងចូលមកកាន់យើងនឹងឃើញ account របស់យើងនេះគឺជាឈ្មោះ account របស់យើងនេះគឺជាឈ្មោះ account របស់ខ្ញុំអញ្ចឹងណាអញ្ចឹងដើម្បីយើងភ្ជាប់កាតបានបងប្អូនអាចមើលនៅខាងលើសញ្ញាកងចក្រនេះខាងលើហ្នឹងសញ្ញាកងចក្រហ្នឹងឬក៏យើង select នៅលើឈ្មោះយើងនេះក៏បានដែរបងប្អូនអាច select នៅលើឈ្មោះយើងនឹងមកបន្ទាប់មកបងប្អូននឹងឃើញជាប្រភេទ ID នេះគឺជា ID account របស់យើងហៅថា add account របស់យើងហើយបងប្អូននឹងឃើញពាក្យថា billing and payment នៅខាងក្រោមបងប្អូនធ្វើការ select លើនឹងមកបន្ទាប់មក account នេះគឺខ្ញុំបានភ្ជាប់កាតម្ដងរួចរាល់ហើយបើសិនបើបងប្អូនអត់ទាន់បានភ្ជាប់ទេបងប្អូននៅពេលដែលចូលមកកាន់កន្លែងហ្នឹងបងប្អូននឹងឃើញមានពាក្យមួយគឺពាក្យថា add payment method នេះកន្លែងនេះអញ្ចឹងបងប្អូនធ្វើការ select លើនឹងមកដើម្បីយើងភ្ជាប់កាតចូលមានន័យថាយើងថ្មីយើងចូលមកអត់ទាន់មានកាតនៅក្នុងហ្នឹងទេយើងឃើញពាក្យថា add payment method អញ្ចឹងបងប្អូនគ្រាន់តែធ្វើការ select នៅលើហ្នឹងទៅ select មកបន្តមកទៀតកន្លែងនេះគឺ add payment method ខាងលើគឺមានន័យថាគេឲ្យយើងជ្រើសរើសជាប្រភេទ Visa card ឬក៏ Debit card ខាងក្រោមគឺ PayPal អញ្ចឹងយើងមិនបាច់យកទេយើងយកខាងលើគេគឺតកតងទៅនឹង Credit card ណាយើង select លើនឹងមកហើយបន្តមកបងប្អូនយកពាក្យថា Next ហើយចំពោះកន្លែងនេះគឺជាកន្លែងដែលយើងភ្ជាប់កាតហើយចំណុចទី1ចំណុចទី2ចំណុចទី3ចំណុចទី4មាន4ចំណុចហើយខ្ញុំអត់ចាំបាច់យកកាតមកដាក់ឧទាហរណ៍ទេខ្ញុំគ្រាន់តែបង្ហាញនៅក្នុងវីដេអូហ្នឹងឲ្យបងប្អូនយល់តែម្ដងចំណុចទី1តកតងទៅនឹង name on card name on card គឺជាឈ្មោះគណនីធនាគាររបស់យើងដែលយើងបានបើកកុងធនាគារជាមួយទៅនឹងធនាគារណាមួយនៅក្នុងកាតរបស់យើងហ្នឹងយើងយកមកដាក់មកអញ្ចឹងណាចំណុចទី2គឺពាក់ព័ន្ធទៅនឹងលេខកាតនៅខាងក្នុងកាតហ្នឹងគឺមានលេខហើយ12ខ្ទង់អញ្ចឹងបងប្អូនចូលទៅមើលទៅឬក៏យើងចូលនៅក្នុង app មក ABA ក៏បាន AC Data ក៏បានជាកាតសម្បត្តិនិមិត្តអញ្ចឹងយើងយកលេខកាតហ្នឹងមកដាក់មកអូខេបន្តមកទៀតយើងចូលមកខាងក្រោមទី3គឺមាន M ហើយនឹង YY មានន័យថាខែហើយនឹងឆ្នាំអញ្ចឹងបងប្អូនដាក់ខែឆ្នាំមកយើងទៅមើលក្នុងកាតហើយបងប្អូនធ្វើការបំពេញចូលមកគឺរួចជាការស្រេចឥឡូវខ្ញុំឧទាហរណ៍ថាចឹងមកខែ2អីចឹងទៅ25អីចឹងមកឃើញទេអញ្ចឹងមកបន្តមកទៀតទៅនឹង CVV កន្លែងនេះបងប្អូនចូលទៅក្នុងកាតដូចគ្នាខាងក្នុងកាតគេមានកន្លែងសម្ងាត់របស់គេបងប្អូនគាត់ select ទៅឃើញហើយបងប្អូនយកបំពេញមកនៅពេលដែលបងប្អូនអរគ្នាបំពេញ4ចំណុចហ្នឹងរួចរាល់គឺរួចជាការស្រេចខ្ញុំអត់សូមបង្ហាញជាការជាក់ស្ដែងយកកាតមកដាក់ទេហើយខ្ញុំគ្រាន់តែលម្អិតឲ្យបងប្អូនយល់ថាតើកន្លែងទី1គេធ្វើម៉េចទៅបងប្អូនអាចធ្វើបានណាព្រោះកន្លែងនេះគឺស្រួលមែនតើអត់ពិបាកទេឈ្មោះលេខកាតកាលបច្ឆេទហើយនឹង CVV អញ្ចឹងនៅពេលដែលបងប្អូនបំពេញប៉ុណ្ណឹងរួចរាល់ហើយបន្ទាប់មកយើងបានភ្ជាប់កាតរួចរាល់បងប្អូនអាចធ្វើការប៊ូសបានហើយបងប្អូនអញ្ចឹងដូចដែលខ្ញុំបានដាក់នេះអញ្ចឹងពេលដែលខ្ញុំបានភ្ជាប់កាតរួចរាល់គឺជាប់ហើយយើងអាចធ្វើការប៊ូសបានតោះនេះអញ្ចឹងកន្លែងហ្នឹងអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺពាក់ព័ន្ធទៅនឹងការ add card ចូលនៅក្នុងគណនីរបស់យើងដើម្បីធ្វើការប៊ូសបានអរគុណជួបខ្ញុំនៅក្នុងវីដេអូក្រោយ